សស្ដីបាទពីប្រសាទសម្បូរពីគុកបាទជានារីលក់មួយមនបាទនៅក្រៅយើងតាមនឹងមិញថ្ងៃទី20ខែឧសភាឆ្នាំ2026បាទដំណាំគឺខ្ពស់អញ្ចឹងបាទអត់មានលឹកទេអញ្ចឹងយើងដាំរួចយើងធ្វើការកាត់វាតែជា3ទឹកពីដីបាទដើម្បីឲ្យវាលាស់ថ្មីបាទកាត់អញ្ចឹងមកនេះកាត់ប៉ុណ្ណឹងអញ្ចឹងបាទបងប្អូនតែងទទួលថាដើមមននឹងខ្ពស់អត់វែងអត់ទៅប៉ុណ្ណាធំប៉ុណ្ណាអញ្ចឹងដល់ពេលខ្ញុំដាំគឺតែងតែកាត់មែកចេញបាទដើម្បីឲ្យវាលាស់មកថ្មីបងប្អូនលាស់មកថ្មីទៅលាស់ខ្លីអញ្ចឹងបានបងប្អូនកាត់អញ្ចឹងបងប្អូនខ្លីអញ្ចឹងកម្ពស់ពីដីប្រហែលជា3ទឹកបងប្អូនអញ្ចឹងបងប្អូនកុំភីខ្លាចវាមិនរស់បាទទៅរស់កាត់មកវាមានកម្លាំងលាស់មកថ្មីតែពេលអញ្ចឹងនេះលឹកនៅលើអញ្ចឹងទៅកាត់វាកាត់ត្រឹមហ្នឹងយើងកាត់ទៅចាំទៅពេលរយៈពេលថាជាមួយទឹកឬពីរទឹកវាចាប់ផ្ដើមលាស់ត្រួយមកចាប់រឹសទៅខណៈចាប់រឹសវាលាស់ត្រួយមកបាទអរគុណច្រើនទៅពេលលាស់ថ្មីចាំខ្ញុំថតឲ្យមើលទៀតបាទអរគុណ